បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីក្រុមថ្នាំខ្លាញ់បន្តិចគេសួរថាថ្នាំខ្លាញ់ពពួកអឺលេបដើម្បីបញ្ចុះកូលេស្តេរ៉ុលជាពិសេសលេបបញ្ចុះខ្លាញ់អាក្រក់ហ្នឹងមូលហេតុអីបានឲ្យលេបពេលល្ងាចឬពេលយប់បាទតែខ្ញុំធ្វើឲ្យចង់រំលឹកអ្នកទាំងអស់គ្នាឬក៏បងប្អូនប្រជាពលរដ្ឋយើងដែលគាត់មិនទាន់បានដឹងទេថាថ្នាំខ្លាញ់ទាំងអស់នេះដែលយើងមានដូចជាពួកក្រុម statin ហ្នឹងគឺមាន atorvastatin rosuvastatin simvastatin ហើយវាមានដុសវាទៅតាមទៀបខ្ពស់ហើយថ្នាំទាំងអស់នេះគេបែងចែកក្រុមអង្គតាំងស៊ីតេទៀបទៅខ្ពស់អញ្ចឹងណាបែរថាក្រុមថ្នាំទៀបមធ្យមខ្លាំងมันប្រើអាខ្លាំងទៅចុះខ្លាញ់มันលឿនអញ្ចឹងណាបាទប៉ុន្តែយើងមិនមែនតែចេះតែប្រើទេការប្រើយើងត្រូវធ្វើតាមគោលការណ៍បញ្ជាក់បញ្ជារបស់គ្រូពេទ្យបាទហើយ statin នេះដែរតាមពិតវាគឺជាក្រុម inhibitor ទៅលើពពួកអង់ស៊ីមមួយយ៉ាងដែលជាអង់ស៊ីមនោះវាមាននៅក្នុងថ្លើមហើយបើសិនជាយើងអត់ប្រើថ្នាំនោះទេអង់ស៊ីមនោះវានឹងបន្តប្រតិកម្មគីមីរហូតបានជាការសំយោគពួកកូលេស្តេរ៉ុលដែលជាខ្លាញ់នោះនៅក្នុងថ្លើមបានហើយអង់ស៊ីមនោះឈ្មោះគេបាទអង់ស៊ីមនោះគឺពាក្យកាត់វាគេហៅថា HMG CoA reductase បាទអញ្ចឹងគេប្រើឆ្នាំហ្នឹងដើម្បី inhibitor ទៅអង់ស៊ីមហ្នឹងហើយអង់ស៊ីមហ្នឹងពាក្យពេញវាគឺ 3 hydroxyl 3 methyl glyceryl coenzyme A reductase អញ្ចឹងនៅពេលដែលយើងថែមពាក្យ inhibitor មួយទៅវាក្លាយជាក្រុម statin បាទតាមពិតគេហៅ statin ហ្នឹងគឺវាឲ្យស្រួលខ្លីស្រួលយល់តាមពិតឈ្មោះវាគឺឈ្មោះអង់ស៊ីមហ្នឹងដែលគេ inhibitor លើអង់ស៊ីមហ្នឹងទេហើយនៅពេលដែលយើងរារាំងអង់ស៊ីមហ្នឹងអញ្ចឹងនៅពេលនោះវានឹងលែងពពួកអង់ស៊ីមនឹងវានឹងលែងបន្តប្រតិកម្មគីមីទៅជាប្រតិកម្មផ្សេងរហូតដល់បង្កើតបានជាកូលេស្តេរ៉ុលក្នុងថ្លើមទៀតបាទអញ្ចឹងហើយបានថ្នាំនេះភាគច្រើននៅពេលដែលយើងប្រើថ្នាំក្រុមថ្នាំ statin គេឲ្យឆែកមើលមុខងារថ្លើមក្រោយពី4អាទិត្យទៅ12អាទិត្យណាហ្នឹងណាបាទបាទណាភាគរយវាតាមពិតវាតិចតួចបំផុតដែលប៉ះពាល់មុខងារថ្លើមប៉ុន្តែទោះយ៉ាងណាយើងឆែកមើលដើម្បីខ្លាចមានបញ្ហាប៉ះពាល់ណាមួយហ្នឹងណា បាទហើយអ្នកជំងឺដែលមានបញ្ហាជំងឺថ្លើមស្ត្រីមានផ្ទៃពោះក៏អាចប្រើដែរបាទហើយមូលហេតុនេះมันប្រើពេលយប់ដោយសារតែពពួកអង់ស៊ីមនោះវាធ្វើសកម្មភាពខ្លាំងនៅពេលយប់ហ្នឹងគឺវាបញ្ចេញប្រតិកម្មខ្លាំងមែនទែនហើយជាពិសេសគឺខ្លាញ់កូលេស្តេរ៉ុលហ្នឹងវាងាយស្រួលក្នុងការសម្យោគចេញនៅពេលយប់ទៀតចឹងហើយมันក៏ឲ្យប្រើថ្នាំនៅពេលយប់ដើម្បីมันចុះបានខ្លាញ់លឿននិងមានប្រសិទ្ធភាពហ្នឹងណា បាទហើយថ្នាំនេះក៏ផលប៉ះពាល់វាតិចតួចគឺអាចឈឺសាច់ដុំប្រព័ន្ធរំលាយអាហារមួយចំនួនតិចតួចហើយហ្នឹងមុខងារថ្លើមដែលខ្ញុំបាននិយាយមិញហ្នឹងដោយសារវាសំយោគនៅក្នុងថ្លើមបាទអរគុណច្រើនអ្នកទាំងអស់គ្នាចឹងសរុបរួមទៅថ្នាំនេះមិនប្រើយើងត្រូវពិភាក្សាមួយគ្រូពេទ្យណាបាទយើងមិនមែនចេះតែប្រើទេថ្នាំខ្លាញ់ណាបាទអរគុណ